នៅលើលោកនេះអ្វីដែលគួរឲ្យខ្លាចពិតប្រាកដមិនមែនខ្មោចទេគឺមនុស្សខ្មោចវាគ្រាន់តែបន្លាចមនុស្សឯមនុស្សវិញគឺធ្វើបាបមនុស្សដូចគ្នាហើយអ្វីដែលកខ្វក់នោះគឺចិត្តមនុស្ស10ប្រយោគអំពីធម្មជាតិរបស់មនុស្សខាងក្រោមនេះរៀងពិបាកស្ដាប់និងគ្រោតគ្រាតបន្តិចមនុស្សមួយចំនួនធំអាចមិនដែលគិតស្មានដល់បើមិនបានស្ដាប់ដល់ចប់ទេអ្នកអាចមិនសូវមានសំណាងល្អទេសូមចុច like និង share ទុកដើម្បីដាស់តឿននិងរក្សាបទពិសោធន៍ខ្លួនឯង1បើសិននៅពេលណាមួយស្រាប់តែមនុស្សនៅជុំវិញខ្លួនប្រែប្រួលមកធ្វើល្អជាមួយអ្នកដាច់ខាតអ្នកត្រូវតែយល់ឲ្យច្បាស់មិនមែនមកពីពួកគេមានចិត្តល្អនោះទេប៉ុន្តែគឺមកពីសមត្ថភាពរបស់អ្នកខ្លាំងជាងមុន2ទោះបីជាមានទំនាក់ទំនងល្អជាមួយមិត្តរួមការងារយ៉ាងណាក៏ដោយចាំដល់ពេលវេលាឈប់ហើយត្រូវតែគិតគូរឲ្យច្បាស់លាស់ជាមួយគ្នានេះគេហៅថាឃ្លាតឆ្ងាយណាយចិត្ត3អាចកំបាំងក្នុងការកសាងទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនគឺកុំចែករំលែកនៅរឿងរ៉ាវសប្បាយចិត្តភាពរីករាយនៃភាពជោគជ័យណាមួយឲ្យសោះព្រោះធម្មជាតិអាក្រក់ធំបំផុតរបស់មនុស្សគឺមិនចង់ឃើញអ្នកដទៃល្អជាងខ្លួនឡើយមនុស្សដែលកាន់តែឆ្លាតគឺកាន់តែចេះធ្វើពុតជាល្ងីល្ងើ4មនុស្សម្នាគ្រប់គ្នាគឺស្រឡាញ់មនុស្សស្លូតត្រង់ណាស់ព្រោះមនុស្សឆ្លាតពេកគេគ្មានអារម្មណ៍ថាសុវត្ថិភាពឡើយដូច្នេះហើយពេលខ្លះអ្នកគួរតែធ្វើពុតជាល្ងីល្ងើប្រព្រឹត្តនៅកំហុសតូចតាចមួយធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាមានសុវត្ថិភាពទម្លាក់ចោលការប្រុងប្រយ័ត្នដោយពាក្យចាស់ថានៅពេលដែលខ្លាមិនបបាញ់មើលទៅវាក៏ដូចជាឈួតនិងគួរឲ្យស្រឡាញ់ដែរ5ទោះបីជាអ្នកស្លូតត្រង់យ៉ាងណាទោះបីជាអ្នកទន់ភ្លន់ដោយឆ្មាក៏ដោយនៅពេលដែលអ្នកគ្មានតម្លៃអ្នកដទៃគិតថាអ្នកគឺជាសម្រាម6មានមនុស្សខ្លះយកជីវិតមកនិយាយជាច្រើនឆ្នាំពីមនោសញ្ចេតនានៃសេចក្តីស្នេហាដល់ទីបញ្ចប់ក៏មិនបានរៀបការដែរបែរជាមានមនុស្សខ្លះទើបតែស្គាល់គ្នាបាន 2-3 ខែក៏សម្រេចចិត្តរួមដំណើរជាមួយគ្នាពេញមួយជីវិតតើនេះត្រូវឬខុសមាននរណាអាចបញ្ជាក់ឲ្យបានច្បាស់លាស់នោះមានពេលខ្លះអ្នកមិនអាចមិនទទួលស្គាល់ថាលំដាប់នៃការចាប់ផ្ដើមពិតជាសំខាន់ណាស់មានមនុស្សជាច្រើនបើសិនជាផ្លាស់ប្ដូរពេលវេលាស្គាល់គ្នាប្រហែលជាអាចមានទីបញ្ចប់មិនដូចគ្នាយូរនឹងឆាប់អ្នកនឹងអាចយល់នៅថ្ងៃណាមួយការយល់ច្រឡំរបស់ពិភពលោកនេះមិនចេះឈប់ឈរឡើយទាំងអ្នកនិងខ្ញុំគឺគ្មានករណីលើកលែងនោះទេ7មូលហេតុរបស់មនុស្សខ្សោយគឺទទួលយកនៅអ្វីដែលគាត់ចេះដឹងតែប៉ុណ្ណោះអ្វីដែលគាត់មិនដឹងគឺមិនទទួលយកហេតុអ្វីបានជាអ្នកខ្លាំងខ្លាយជាអ្នកខ្លាំងពីព្រោះពួកគេជឿថានៅលើលោកនេះមានច្បាប់តែមួយទេគឺច្បាប់ព្រៃ8អ្នកនិយាយល្អបន្តិចគឺអាចយកឈ្នះមនុស្សបាន 50% អ្នកជូនរបស់ឲ្យគេបន្តិចគឺអាចយកឈ្នះបាន 70% និយាយល្អដាក់គេបន្តិចហើយថែមទាំងជូនរបស់ឲ្យគេបន្តិចទៀតអ្នកអាចយកឈ្នះមនុស្សបាន 90% ចេះប្រើពាក្យល្អនិងផ្ដល់ប្រយោជន៍បានត្រឹមត្រូវអ្នកអាចយកឈ្នះមនុស្សបាន 99% ហើយនៅសល់ 1% ទៀតនោះអ្នកមិនចាំបាច់គិតទេ9អ្វីគ្រប់យ៉ាងគឺនៅពេលដែលអ្នកអស់សង្ឃឹមមនុស្សដែលបោះបង់ចោលអ្នកទោះបីជាគេជាមិត្តភក្តិសាច់ញាតិឬក៏ជាគូស្នេហ៍ក៏ដោយគឺមិនចាំបាច់បន្តទំនាក់ទំនងតទៅទៀតនោះទេទោះបីពួកគេដឹងយ៉ាងច្បាស់ថាអ្នកកំពុងរងទុក្ខបែរជាអាចធ្វើជាមិនដឹងមិនឮបានថែមទាំងប្រមាថមើលងាយទៀតផងនោះមនុស្សបែបនេះគឺមិនស័ក្តិសមនឹងរាប់អានស៊ីជម្រៅនិងអធិស្ឋានឲ្យរហូតបានទេ10មនុស្សគ្រប់គ្នាគ្មានអ្នកណាល្អគ្រប់10នោះទេដូច្នេះកុំវាតម្លៃរូបរាងរបស់អ្នកដទៃព្រោះគេមិនពឹងផ្អែកលើអ្នកដើម្បីហូបបាយទេកុំវាតម្លៃគុណធម៌របស់អ្នកដទៃព្រោះអ្នកប្រហែលជាមិនថ្លៃថ្នូរដោយគាត់កុំវាតម្លៃគ្រួសាររបស់អ្នកដទៃពីព្រោះរឿងនោះគ្មានតាក់ទងនឹងអ្នកទេមានលុយកាក់ច្រើនប៉ុណ្ណាក៏ដោយមិនអាចការពារការស្លាប់បានទេមិនថាអ្នកមើលទៅស្អាតប៉ុណ្ណាទេក៏មិនអាចផ្គប់ចិត្តយមរាជបានដែរមិនថាអ្នកមានកេរ្តិ៍ឈ្មោះល្បីប៉ុណ្ណាទេក៏ត្រូវឆ្លងកាត់ជីវិតនិងសេចក្តីស្លាប់ផងដែរដូច្នេះហើយកុំលោភលន់ពេកក្នុងជីវិតកុំរស់នៅដោយនឿយហត់ពេកតើអ្នកយល់ស្របទេសូមខមមិនប្រាប់ខ្ញុំផង